Sầm nuaដែលខ្ញុំតែងតែទទួលបានតាក់ទងជាមួយនឹងម៉ាស៊ីនលាងដបទឹកដោះគោ Mam Cozy មានគេសួរថាបងអាម៉ាស៊ីនលាងដបទឹកដោះគោនឹងលាងស្អាតអត់ស្អាតដូចយើងលាងដៃអត់អ្នកខ្លះគាត់មើលទៅគាត់មិនទាន់ប្រើហងគាត់ថាអូយដូចមិនសូវតំណងទេសង្ស័យលាងអត់ស្អាតគិតថាមើលទៅដូចមិនកើតអីចឹងតែសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ណាដែលខ្ញុំប្រើប្រាស់ម៉ាស៊ីនលាងដបនេះមកខ្ញុំប្រើពីខែ2មកឥឡូវនេះចិត្តខែ7ហើយខ្ញុំប្រើ5ខែហើយខ្ញុំប្រើជាប្រចាំទៀតតងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនហ្នឹងសម្រាប់ខ្ញុំទទួលស្គាល់ថាម៉ាស៊ីននេះលាងស្អាតអញ្ចឹងអ្នកខ្លះគាត់ច្បាស់ជាគិតថាអុយគេជួលប្រម៉ូទទៅដឹងលក់ទៅដឹងម៉ាស៊ីនហ្នឹងបានជាគាត់និយាយថាម៉ាស៊ីនល្អអញ្ចឹងសម្រាប់ខ្ញុំស្រួលណាបងប្អូនទាំងអស់គ្នាបើសិនជាចង់ដឹងថាស្អាតមិនស្អាតជាមួយនឹងស្តង់ដាររបស់យើងអត់ខ្ញុំគឺបើកទូលាយឲ្យអ្នកដែលចង់តេស្តលាងស្អាតមិនស្អាតយកមកលាងនៅកន្លែងខ្ញុំផ្ទាល់ប្រមូលដបទៅដោះគោមកឲ្យខ្ញុំលាងឲ្យមើលហើយអង្គុយចាំឲ្យវាស្ងួតទាំងអស់គ្នាថាតើលាងត្រូវស្តង់ដារដែលយើងចង់បានអត់ខ្ញុំម៉ាស៊ីនហ្នឹងវាត្រូវស្តង់ដារស្អាតរបស់ខ្ញុំទទួលយកបានដោយសារតែលាងហើយវាអត់មាននៅសល់កណ្ដោទៅដោះគោវាអត់មាននៅល្អិលវាអត់មាននៅក្លិនតែសម្រាប់ខ្ញុំវាស្តង់ដារមួយដែលខ្ញុំទទួលយកបានហើយរយៈពេលប្រើ5ខែនេះកូនខ្ញុំអត់មានដែររៀកទេវាន័យថាវាសម្អាតបានស្អាតហើយវាអត់មាននៅសល់មេហូបបាត់ត្រីអីទេវាងាយយល់អញ្ចឹងណានិយាយពីស្តង់ដារស្អាតក្រែងលោអ្នកខ្លះអញ្ចឹងគាត់តម្រូវការថាវាស្អាតលើសលប់របៀបម៉េចរបៀបលើសស្តង់ដារខ្ញុំទៀតអីចឹងអញ្ចឹងគាត់ប្រើម៉ាស៊ីនលាងដបហ្នឹងគាត់អាចគិតថាអូយលាងអត់ស្អាតអីចឹងទៅតែបើសិនជាចង់ដឹងថាស្អាតឬមួយក៏មិនស្អាតវិចដបទៅដោះគោមកលាងនៅកន្លែងខ្ញុំបានបើថាមកខ្ញុំទិញខ្ចៅមកកំប៉ុងអង្គុយចាក់និយាយគ្នាលេងជុំគ្នាហ្មងខេនឡថាស្តង់ដារដែលខ្ញុំនិយាយថាស្អាតហ្នឹងសម្រាប់អ្នកខ្លះគាត់អត់ទទួលយកសម្រាប់គាត់ខេនឡគាត់គិតថាវាអត់ស្អាតប៉ុន្តែម៉ាស៊ីននេះបើយើងលាងតាមការណែនាំរបស់គេយើងប្រើប្រាស់សាប៊ូត្រឹមត្រូវគឺសម្រាប់ខ្ញុំគឺលាងស្អាតដូចអ្នកខ្លះអញ្ចឹងគាត់ផ្លាស់ប្ដូរសាប៊ូគាត់អត់ប្រើសាប៊ូគ្រាប់គាត់ទៅជាប្រើសាប៊ូទឹកធម្មតាដែលមិនមែនជាសាប៊ូទឹកដាក់ត្រូវជាមួយនឹងម៉ាស៊ីនណានិយាយទៅលាងអត់ស្អាតបាច់ហោណាឆ្ងាយខ្ញុំក៏ធ្លាប់បែកកណិតដែរខ្ញុំដាក់សាប៊ូលាងដបធម្មតាតេស្តមើលគឺពិតជាលាងអត់ស្អាតមែនប៉ុន្តែបើខ្ញុំប្រើសាប៊ូគ្រាប់ដែលតម្រូវជាមួយនឹងម៉ាស៊ីនគឺលាងស្អាតគ្រប់ពេលវេលាហើយការរៀបដបក៏សំខាន់ដែរនេះជាក់ស្ដែងហ្មងគឺគេតម្រូវរៀបដប4ប៉ុន្តែខ្ញុំអាចរៀបបានរហូតដល់ទៅ6ហើយនៅតែលាងស្អាតដោយសារឥឡូវកូនខ្ញុំក៏មិនសូវមុំដូចកាលពីមុនណាថ្ងៃខ្ញុំប្រើម៉ាស៊ីនហ្នឹងតែ2ដងឯងហើយខ្ញុំលាងម្ដង4ដងលាងលើកណាក៏អត់ដែរថាមិនស្អាតដែរគឺស្អាតអត់មាននៅល្អិលអត់មានអីទេស្រួលដែរត្រង់ថាម៉ាស៊ីននេះលាងសម្អាតហើយគេចំហុយសម្ងួតឲ្យយើងទៀតហើយយើងអាចស្តដបទុកនៅខាងក្នុងហ្នឹងបានរហូតដល់72ម៉ោងដែរប៉ុន្តែខ្ញុំអត់ដែរស្តទុកក្នុងនឹងរហូតដល់72ម៉ោងឯងដោយសារតែខ្ញុំត្រូវការប្រើប្រាស់ដបបើ72ម៉ោងខ្ញុំអត់មានអីឲ្យកូនខ្ញុំបើឡើងរវល់ស្តដបក្នុងហ្នឹងហើយខ្ញុំលាងមួយថ្ងៃដល់តែ2ដងព្រោះអីខ្ញុំអត់ចង់ទុកដបឲ្យនៅប្អូនចោលទេហើយរយៈពេលលាងក៏វាសមរម្យសម្រាប់ខ្ញុំដែរ29នាទីហុយ10នាទីសម្ងួតថា1ម៉ោងចោះយូរទេកុំឲ្យតែយើងអង្គុយមើលឲ្យតែយើងអង្គុយយាមម៉ាស៊ីនអាហ្នឹងបាត់យូរយើងដាក់ហើយយើងដើរទៅណាបាត់អត់យូរទេមួយផ្លែតរួចហ្មងហើយស្ងួតដកប្រើបានតែម្ដង